ចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលការឆ្នាំខាសម្រាប់លោកអ្នកដែលការឆ្នាំខានៅក្នុងឆ្នាំថ្មីឆ្នាំ2026នេះផ្ទាល់ចាសម្រាប់អ្នកឆ្នាំខាឃើញថាលោកអ្នកអាចកំពុងមានកំណត់មួយគឺគេហៅថាចង់មានសេរីភាពចង់ដោះលែងខ្លួនឯងពីរឿងដែលយើងធ្លាប់ធ្វើឬក៏អាចថាជីវិតដែលយើងធ្លាប់ជួបណាលោកអ្នកចង់ផ្លាស់ប្ដូរខ្លួនឯងមែនតើអាចថាអត់ចង់នៅក្នុងគំនាបឬក៏សម្ពាធរបស់អ្នកណាទៀតទេអញ្ចឹងនៅក្នុងឆ្នាំ2026នេះអ្នកការឆ្នាំខាលោកអ្នកអាចនឹងមានឱកាសនឹងមានការពង្រឹងខ្លួនឯងការផ្លាស់ប្ដូរជាមួយនឹងខ្សែជីវិតរបស់យើងដោយសារការតាំងចិត្តរបស់ខ្លួនឯងនឹងផ្ទាល់តែម្ដងអញ្ចឹងលោកអ្នកអាចនឹងមានការចាប់ផ្ដើមថ្មីសម្រាប់យើងណាចាហើយពាក់ព័ន្ធនឹងរឿងលុយកាក់វិញតំណែងលុយកាក់របស់អ្នកកើតឆ្នាំខាសម្រាប់ឆ្នាំ2026នេះផ្ទាល់លោកអ្នកអាចមានសេរីភាពចាស់អាចថាលុយកាក់របស់យើងក៏អាចមានឱកាសហូរចំណូលចេញចូលមកបានសម្រាប់ប្រើប្រាស់ក៏សម្រាប់ចាយវាយផ្សេងមិនមានអីជាឧបសគ្គទេសម្រាប់លោកអ្នកណាចាហើយសម្រាប់នៅក្នុងឆ្នាំ2026នេះដែរសម្រាប់លោកអ្នកដែលកើតឆ្នាំខាលបើសិនជាលោកអ្នកដូចថាមានបុត្រធីតាណាឃើញថាលោកអ្នកអាចមានឱកាសចំណាយលុយទៅលើរឿងបុត្រធីតារបស់យើងអាចនឹងមានការទិញជាសម្ភារៈប្រើប្រាស់សម្ភារៈលេងអីសម្រាប់កូនចៅរបស់យើងអីហ្នឹងគឺអាចនឹងមានដែរនៅក្នុងឆ្នាំ2026នេះណាចាហើយសម្រាប់រឿងសុខភាពចាតំណែងសុខភាពរបស់លោកអ្នកដែលកើតឆ្នាំខាឃើញថារឹងមាំល្អចាឲ្យសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងការងារសម្រាប់ការងាររបស់លោកអ្នកដែលការឆ្នាំខានៅក្នុងឆ្នាំថ្មីឆ្នាំ2026នេះការងាររបស់អ្នកឃើញថាអាចមានភាពមមាញឹកច្រើនលោកអ្នកអាចនឹងទទួលបានការងារឬឱកាសថ្មីដែលតាក់ទងនឹងការងារអាចនឹងចូលមកដែលធ្វើលោកអ្នកទទួលបានលទ្ធផលល្អនិងភាពជោគជ័យចាហើយសម្រាប់ការរកស៊ីឃើញថាអាចមានភាពរីកចម្រើនសម្រាប់យើងណាចាហើយបងដែលកំពុងមានបំណងចង់ចាប់ផ្ដើមនៅមុខរបរថ្មីអីសម្រាប់អ្នកការឆ្នាំខាយើងអាចចាប់ផ្ដើមបានចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងដំណើរផ្ទះដែលលោកអ្នកស្នាក់អាស្រ័យជាប្រចាំនៅក្នុងឆ្នាំ2026នេះលោកអ្នកដែលការឆ្នាំខាលោកអ្នកត្រូវព្យាយាមគេហៅថាមើលថែក៏ដូចជាបោះសម្អាតនៅកន្លែងវត្ថុស័ក្តិសិទ្ធិរបស់យើងហើយនៅក្នុងបរិវេណផ្ទះរបស់យើងត្រូវតែមានភាពស្អាតជាពិសេសត្រូវមានក្លិនក្រអូបនឹងអាចជួយឲ្យគេហៅថាកាន់តែលើករាសីសម្រាប់យើងអញ្ចឹងណាចាហើយពាក់ព័ន្ធជាមួយនឹងរឿងស្នេហាឬក៏ជីវិតគូសម្រាប់លោកអ្នកដែលមានដៃគូជីវិតគូរបស់លោកអ្នកដែលកើតឆ្នាំខាលនៅក្នុងឆ្នាំ2026នេះឃើញថាលោកអ្នកអាចមានភាពរីករាយអាចមានការយល់ចិត្តគ្នាចាមិនថាបងដែលគាត់ដូចថាស្រឡាញ់ភេទដូចគ្នាអីទេឃើញថាអាចមានឱកាសនឹងមានការបង្កើតនៅតំណែងដែលថ្មីសម្រាប់យើងផ្ទាល់តែម្ដងឬអាចថាតំណែងរបស់យើងអាចនឹងមានការទទួលស្គាល់ហើយអាចនឹងបានរឹងមាំណាចាអញ្ចឹងសម្រាប់រឿងជីវិតគូលោកអ្នកដែលមានដៃគូឃើញថាល្អប្រសើរសម្រាប់អ្នកកើតឆ្នាំខាលនៅក្នុងឆ្នាំថ្មីនេះហើយសម្រាប់អ្នកនៅតែចាលោកអ្នកដែលមិនទាន់មានអ្នកណាអ្នកកើតឆ្នាំខាលអត់ដឹងថាលោកអ្នកចេះតែព្យាយាមបួងសួងចេះតែព្យាយាមបន់ស្រន់អីចាអាចថាសូមឲ្យយើងឆាប់ជួបមនុស្សដែលត្រូវចិត្តឆាប់ដល់គូអញ្ចឹងណាសម្រាប់នៅក្នុង2026នេះឃើញថាអ្នកកើតឆ្នាំខាលលោកអ្នកទៅដល់ទីណាកន្លែងណាច្រើនតែព្យាយាមសូមបំណងប្រាថ្នាដំបូងហ្នឹងគឺចង់ជួបគូនឹងតែម្ដងអញ្ចឹងចូលដល់ឆ្នាំ2026នេះលោកអ្នកក៏អាចថាសំបំណងអាចមានឱកាសជួបគូរបស់យើងណាចាហើយសម្រាប់ពាក់ព័ន្ធនឹងការធ្វើដំណើរធ្វើដំណើររបស់លោកអ្នកនៅក្នុងឆ្នាំថ្មីនេះអត់អីទេគឺសុខសប្បាយប៉ុន្តែគាត់ថាប្រយ័ត្នលោកអ្នកអត់អាចធ្វើដំណើរតាមផ្លូវទឹកបានទេលេខយើងរៀងឆុងមួយទឹកណាចាហើយចុងក្រោយពាក់ព័ន្ធជាមួយនឹងរឿងដែលគួរប្រុងប្រយ័ត្នបន្ថែមមួយទៀតគឺលោកអ្នកត្រូវប្រយ័ត្នពាក់ព័ន្ធជាមួយនឹងសត្វចិញ្ចឹមក្នុងផ្ទះចាអាចមានឱកាសមានសត្វចិញ្ចឹមអាចស្លាប់អីចឹងណាឬក៏មានឈឺមានអីហ្នឹងក៏អាចមានដែរចាហើយចុងក្រោយពាក់ព័ន្ធជាមួយនឹងការធ្វើបុណ្យចាសម្រាប់លោកអ្នកគឺអាសាធ្វើបុណ្យជាមួយនឹងការជួយទៅដល់ការងារសង្គមអីផ្សេងដូចជាការជួយដាំដើមឈើអីហ្នឹងក៏ជាការជួយលើករាសីរបស់យើងដែរហើយពណ៌លើករាសីចាគឺមានពណ៌ខៀវចានិងពណ៌ស្វាយសម្រាប់លេខសំណាងរបស់លោកអ្នកចាគឺមានលេខ10គុតណាចា